នេះខ្ញុំមកធ្វើសម្លមកសម្លជួយជួយឥឡូវទឹកសម្លរបស់ខ្ញុំបានពុះហើយខ្ញុំធ្វើការដាក់ត្រៃចូលអានេះពលក្រៃរំដេងស្លឹកក្រូចយើងដាក់មកចាឲ្យបន្ទាប់មកយើងដាក់ត្រៃចូលហើយសម្រាប់ត្រៃបងប្អូនយកទៅបំពងហើយចាំយកមកស្លក៏បានដែរតែខ្ញុំសម្រាប់ខ្ញុំនេះគឺខ្ញុំស្លត្រៃស្រស់ចាំយើងធ្វើការរំងាស់ទឹកយើងឲ្យពុះម្ដងទៀតណាបងប្អូនចាំយើងធ្វើការដាក់បន្លែហើយនឹងគ្រឿងបន្ថែមទៀតបន្លែរបស់យើងមានម្នាស់នេះត្រឡាចជីនាងវងហើយនឹងផលិតបន្លែនេះបើសិនជាបងប្អូនមានការជួយដាក់ការជួយឆាជាភាសាតែខ្ញុំរត់ទៅខ្ញុំទៅយើងផលិតមកបងប្អូនចាបន្លែរបស់ខ្ញុំគឺខ្ញុំប៉ុណ្ណឹងបងប្អូនចង់ដាក់ពេលទៀតក៏បានដែរចាឥឡូវទឹកសម្លរបស់យើងបានពុះហើយខ្ញុំធ្វើការដាក់គ្រឿងថែមអេស្កចេងនេះអំបិលខ្ញុំថែមអំបិលបន្តិចយកដងពុះចេញខ្ញុំធ្វើការដាក់ម្នាស់ចូលយើងដាក់ម្នាស់ចូលមុនមកពុះម្នាស់ក្រលួយបើតម្លាហើយហ្នឹងផលិតគឺឆាប់លួយបងប្អូនអញ្ចឹងយើងដាក់ម្នាស់ចូលមុនសិនមកយើងធ្វើការរំងាស់ទៀតសិនចាឥឡូវយើងធ្វើការដាក់បន្លែរបស់យើងចូលទៀតនេះជីបងប្អូនបងហាយក៏បានចាំពេលបាត់គ្រឿងចាំបានក៏បានដែរខ្ញុំបងហាយយកព្រឹកឈ្ងុយខ្ញុំអត់ដាក់អមបងប្អូនចូលចិត្តអមណាតែសម្រាប់ខ្ញុំមិនចូលចិត្តអមទេខ្ញុំចឹងហើយខ្ញុំក៏អត់ដាក់ដែរដាក់ជីបងចំនួនទេចាឲ្យបងប្អូនភ្លក់មើលរសជាតិអាចថែមថយទៅតាមនឹងបានបងខ្ញុំក៏បានចាន់ហើយរសជាតិក៏ល្មមដែរបើសិនជាបងប្អូនដាក់ទៅឲ្យអត់សម្លអត់សូវជូរបងប្អូនអាចថែមមកជូរអំពិលឬមកក៏ក្រូចឆ្មាបន្តិចទៀតបានណាចាសម្លនេះគឺខ្ញុំបន្ថែមជាមួយនឹងក្រូចតែជ្រូកមួយផ្លែដោយសារតែវាស្ទើរជូរបងប្អូនថែមជាអំពិលទៅក៏បានដែរក្រូចឆ្មាក៏បានដែរចាសម្រាប់នេះខ្ញុំមានក្រូចតែជ្រូកអញ្ចឹងដាក់ក្រូចតែជ្រូកចាអញ្ចឹងសម្លរបស់ខ្ញុំក៏បានចាន់ដែរបងប្អូនចាអញ្ចឹងអរគុណច្រើនសម្រាប់ការទស្សនាវីដេអូមួយនេះបើសិនជាវីដេអូនេះមានថាប្រយោជន៍ដល់បងប្អូនកុំភ្លេចធ្វើការ like និង share វីដេអូម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗទៀតណាបងប្អូនចាអរគុណច្រើន